រុនសួស្តីបងប្អូនទាំងអស់គ្នានេះទេសភាពនៅស្ទឹងពពកថ្ងៃទី21យើងឃើញថាថ្ងៃនេះអត់សូវមានពពកច្រើនទេតែអត់សូវមានច្រើនក៏យើងអាចមើលឃើញទេសភាពស្អាតដែរដោយសារទេសភាពនៅខាងក្រោមហ្នឹងគឺស្អាតដូចគំនូរអញ្ចឹងលាយឡំជាមួយពពកហើយបើសិនជាពពកច្រើនប្រហែលជាយើងអត់សូវមើលឃើញទេសភាពខាងក្រោមហ្នឹងទេតែអាហ្នឹងវាមួយយ៉ាងម្នាក់ដែរបងប្អូនពពកប៉ុណ្នេះយើងអាចមើលឃើញបានទាំងពពកហើយឃើញទាំងផ្ទះបងប្អូនប្រជាជនគាត់នៅខាងក្រោមអញ្ចឹងណាអញ្ចឹងគឺវាស្អាតម្យ៉ាងដែរហើយនេះគឺថ្ងៃទី21ដោយសារម្សិលមិញយើងមកដល់វាភ្លៀងហើយតាមពិតអាចថាអត់មានសំណាងបានឃើញទេសភាពប៉ុណ្នេះផងដោយសារវាភ្លៀងតែដល់ពេលព្រឹកនេះវាមេឃស្រឡះវិញយើងអាចមើលឃើញទេសភាពបានច្រើនគួរសម